បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមខ្លីៗអ្នកទាំងអស់គ្នាដឹងហើយថាមួយរយៈកាលខាងក្រោយនេះគឺយើងមានបញ្ហាច្រើនតាក់ទងជាមួយនឹង account Telegram របស់យើងចឹងនៅពេលដែលយើងបដូរទូរស័ព្ទថ្មីឬក៏នៅពេលដែលយើងច្រឡំដៃ lock out ឬក៏យើងច្រឡំលុប app Telegram ហើយយើងធ្វើការ lock ចូលវិញគឺវានឹងទាមទារឲ្យយើងបង់ប្រាក់$1សម្រាប់រយៈពេល7ថ្ងៃដើម្បីយើងអាចទទួលបានកូដ lock ចូលក្នុង Telegram របស់យើងវិញអញ្ចឹងដើម្បីការពារពីបញ្ហានៃការយើងត្រូវបង់លុយ$1ហ្នឹងគឺអ្នកទាំងអស់គ្នាគ្រាន់តែបើក Telegram មកចូលទៅកាន់ setting របស់យើងនេះហើយបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ privacy ហើយនិង security អញ្ចឹងអ្នកទាំងអស់គ្នាចុចនៅលើ privacy and security ហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ passkey ហើយចុចពាក្យថា create passkey បន្ទាប់មកអ្នកទាំងអស់គ្នាអាចធ្វើការ scan ដៃឬក៏ scan មុខទៅតាម device របស់យើងផ្ទាល់ខ្លួនចឹងនៅពេលហ្នឹងគឺវានឹងបង្កើត passkey មួយអញ្ចឹងនៅពេលដែលយើងធ្វើការ log out ហើយ log in ចូលវិញគឺយើងអត់ចាំបាច់ត្រូវការបង់ប្រាក់ឲ្យទៀតទេគឺយើងមិនចាំបាច់ត្រូវការឲ្យ Telegram ផ្ញើកូដមកយើងក៏បានដែរដោយសារអីគឺយើងបានបង្កើត passkey ហើយអញ្ចឹងទីថាបើសិនខ្ញុំនៅការខ្ញុំ log out ខ្ញុំធ្វើការ log in វិញបាទអញ្ចឹងខ្ញុំធ្វើការ select យក passkey ខ្ញុំបាន create មកដោយសារខ្ញុំមាន account 2អញ្ចឹងខ្ញុំធ្វើការ scan ដៃទៅហើយខ្ញុំធ្វើការវាយលេខកូដពីតង់របស់ខ្ញុំទេនេះបើសិនអ្នកនរគ្នាអត់តាក់ទងជាមួយនឹង passkey នេះនោះតែយើងបើក iCloud បើសម្រាប់ iOS ហើយនៅលើ Android គឺយើងត្រូវមានGoogle Play account ឬក៏ Google account ទើបអ្នកនរគ្នាអាចប្រើវាបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់វីដេអូវែងលម្អិតខ្ញុំនឹងធ្វើនៅពេលក្រោយ